បានគ្រប់នឹងជំរាបសួរប្រិយមិត្តអរគ្នាបាទថ្ងៃនេះសប្បាយចិត្តមែនតើនៅពេលដែលយប់មិញបាទ Man U បាទគឺបានទទួលជ័យជំនះសងសឹកទៅលើ Everton នៅលទ្ធផល1-0 វិញ Benjamin Sesko បាទម៉ូតសក់ថ្មីប្រើពេលត្រឹមតែ13នាទីប៉ុណ្ណោះបន្ទាប់ពីដូរចូលនាទី58នាទី71បាទជាការបញ្ជូនយ៉ាងស្អាតពី Brian Mbeumo សុទ្ធប្រយោទីឲ្យបិសាចក្រហមយ៉ាងស្អាតគ្រាប់ជើងស្ដាំផ្ទះស្អាតមែនតើផុតដៃអ្នកចាំទីបាទ Jordan Pickford បាទជួយឲ្យ Man U យកឈ្នះទៅលើ Everton បាទដោយលទ្ធផល1-0 យប់មិញគឺជាការប្រកួតដ៏តានតឹងបាទតង់មួយ Man U មានបាល់លេងច្រើនការគ្រប់គ្រងបាល់ច្រើនតែ Everton ព្យាយាមបាទគឺគេហៅថាតម្រង់លេងទប់ណាប្រិមិត្តបាទ Everton ស្ទាបស្ទង់ណាស់គឺគាត់ទប់ប្រើតំបន់ការពារ4រូបដែលមានខ្ពស់បាទធំបាទកម្ពស់ខ្ពស់បាទគឺតាមបិទដូចជា brand Y បាទខ្ញុំឃើញ brand Y តាមបិទ Amad Diallo ស្អាតមែនតើល្អមែនតើ Amad Diallo ធ្វើអីមិនចេញទេរហូតដល់នាទី58ទើបដូរ Benjamin Sesko ចូលលោក Michael Carrick គាត់ទៅឃើញខាជើងក្រោមរបស់ Everton គាត់កម្ពស់ខ្ពស់មានធំបាទអញ្ចឹងបានគាត់ចង់និយាយថាដូរ Sesko មកខ្ពស់ដែរឲ្យលេងបាល់លើអាចនឹងមានឱកាសវាជាក្បួនខ្នាតនៃការលេងក៏តាក់ទិកនៃការលេងរវាងក្លឹបទាំងពីរហើយខ្ញុំឃើញពេលដែល Man U រកគ្រាប់បាល់បាន Everton ព្យាយាមបុកមែនតើបុកសន្ធត់ទៅលើបិសាចរបស់ Manchester វិញតែប្រព័ន្ធការពារនិងប្រព័ន្ធបម្រើកណ្ដាលរបស់ Man U គឺជួយបានច្រើនទប់ស្កាត់បានច្រើន Man of the match យប់មិញខ្ញុំបើពីខ្ញុំណាខ្ញុំជូនទៅបាទអ្នកចាំទី Zenelman ល្អមែនតើ Zenelman យប់មិញបាទចេញចាប់បាល់ជ្រុងបាល់ free kick របស់ Everton ច្រើនមែនតើលោតចាប់លោតទះលោតដល់បាទសឹងថាក្នុងការប្រកួតនេះគាត់អូយសេវមែនតើគាត់ជួយច្រើនមែនតើបាទហើយខ្ញុំសង្កេតមើលទៀតតាំងពីតង់1ដល់តង់2យប់មិញខ្ញុំ live ដែរគឺខ្ញុំឃើញថាប្រព័ន្ធកណ្ដាលរបស់ក្លឹបទាំងពីរបាទព្យាយាមលេងទៅគឺបញ្ហាប្រហែលគាត់ទៅប្រឹងពីឬក៏យ៉ាងម៉េចគឺមានការខូចបាល់រៀងខ្លួនតែការ pressing មានរៀងខ្លួនបាទ pressing ខ្លាំងរៀងខ្លួនទាំង Man U ទាំង Everton តែតំបន់កណ្ដាលហ្នឹងវាធ្វើឲ្យចរន្តនៃការលេងហ្នឹងវាខូចច្រើនបាទដោយសារតែគាត់ប្រឹងច្រើនបាទធ្វើឲ្យពួកគាត់ error ខ្លះនៅក្នុងការលេងនៅកណ្ដាលតែយ៉ាងណាក៏ Man U យើងធ្វើបានល្អមែនតើហើយនៅជិតចុងបញ្ចប់ការប្រកួតហើយនឹងមានការ